នៅព្រឹកថ្ងៃច័ន្ទ5រោចខែមិញឆ្នាំរោងឆស័កពុទ្ធសករាជ2568ត្រូវនៅថ្ងៃទី17ខែកុម្ភៈឆ្នាំ2025លោកហែមស៊ីណាប្រធានគណៈបកប្រជាជនកម្ពុជាស្រុករំដួលនិងជាអភិបាលស្រុករំដួលលោកធឹមណាតប្រធានក្រុមប្រឹក្សាស្រុកលោកព្រំឈួនសមាជិកក្រុមប្រឹក្សាស្រុករំដួលបាននាំយកថវិការបស់មហាឧបាសិកាសោមសាលីបណ្ដាយឯកឧត្តមខ្វាន់សៀមនៅទឹកប្រាក់រៀលចំនួន4,120,000 រៀលនិងទឹកប្រាក់ដុល្លារចំនួន$2,020និងថវិកាឯកឧត្តមខ្វាន់សៀមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករំដួលនិងលោកជំទាវខ្វាន់វណ្ណាព្រមទាំងបុត្រនិងចៅនៅទឹកប្រាក់ចំនួន$10,000សរុបទឹកប្រាក់រៀលចំនួន4,120,000 រៀលនិងប្រាក់ដុល្លារចំនួន$12,020ទៅប្រគេនព្រះដេចគុណកុសលមុំលៃរាជគណៈថ្នាក់កិត្តិយសព្រះធម្មធរគុណខេត្តស្វាយរៀងព្រមទាំងជាព្រះគ្រូអនុគុណស្រុករំដួលនិងជាព្រះចៅអធិការវត្តជ័យមុនីដែលស្ថិតនៅភូមិមើនជ័យឃុំមើនជ័យស្រុករំដួលខេត្តស្វាយរៀងដើម្បីកសាងព្រះវិហារបន្តដែលបច្ចុប្បន្នកសាងបានជាង 40% រួចមកហើយក្នុងឱកាសនោះព្រះដេចគុណកុសលមុំលៃព្រះគ្រូអនុគុណស្រុករំដួលនិងជាព្រះចៅអធិការវត្តជ័យមុនីបានចយន្តតោប្រសិទ្ធពរជ័យជូនមហាឧបាសិកាសោមសាលីនិងឯកឧត្តមខ្វាន់សៀមនិងលោកជំទាវបុត្រាបុត្រីនិងចៅនិងជូនពរដល់លោកអភិបាលស្រុកប្រធានក្រុមប្រឹក្សាស្រុកនិងក្រុមការងារទាំងអស់ឲ្យជួបប្រទះនៅពុទ្ធពរទាំង4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងជោគជ័យគ្រប់ភារកិច្ចបន្ទាប់មកលោកហែមស៊ីណាអភិបាលស្រុករំដួលបានអញ្ជើញទៅពិនិត្យមើលដំណើរការជីកស្ដារប្រព័ន្ធទឹកនិងសកម្មភាពបូមទឹកជូនប្រជាពលរដ្ឋនៅឃុំថ្មៀស្រុករំដួលនិងនាំយកថវិការបស់ឯកឧត្តមខ្វាន់សៀមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុករំដួលដល់ឃុំទាំង3មានឃុំស្វាយជែកឃុំមើនជ័យនិងឃុំថ្មៀស្រុករំដួលក្នុងសកម្មភាពជីកស្ដារប្រព័ន្ធទឹកជូនដល់ប្រជាពលរដ្ឋដើម្បីស្រោចស្រពស្រូវរដូវប្រាំងនិងរដូវវស្សាផងដែរ